ចំពោះការដាំខ្ទឹមសតើយើងជ្រើសរើសដីប្រភេទណាសម្រាប់ដាំដើម្បីឲ្យទទួលបានផលខ្ពស់នៅក្នុងប្រទេសកូរ៉េការជ្រើសរើសដីគឺជាកត្តាសំខាន់មួយដែរអញ្ចឹងខ្ញុំចែកចំណែកទៅកាន់បងប្អូនអំពីការដាំខ្ទឹមសដែលខ្ញុំទទួលបានពីខាងប្រទេសកូរ៉េចែកចំណែកទៅកាន់បងប្អូនដែលចង់ដាំខ្ទឹមសអញ្ចឹងជួយ share វីដេអូនេះម្នាក់មួយចែកចំណែកទៅកាន់បងប្អូនដទៃបានទស្សនាផងចំពោះការដាំខ្ទឹមសនេះគឺមិនសូវជ្រើសរើសដីទេប៉ុន្តែកត្តាដែលសំខាន់បំផុតសម្រាប់ការដាំខ្ទឹមសនោះគឺតាក់ទងជាមួយនឹងដីទំនាបហើយនឹងដីខ្ពង់រាបតើដីបងប្អូនលិចទឹកឬក៏អត់ចំពោះខ្ទឹមសនេះគឺมันអាចដាំទៅលើដីដែលលិចទឹកបានទេហើយក៏มันអាចឲ្យដីនឹងស្ងួតបានដែរចំពោះការដាំនៅក្នុងប្រទេសកូរ៉េនេះគេដាំនៅក្នុងស្រែប៉ុន្តែស្រែហ្នឹងគឺมันអាចលិចទឹកបានទេគេមានប្រព័ន្ធស្រោចស្រពគឺការស្រោចស្រពនៅពីខាងលើនៅពេលដែលមានភ្លៀងធ្លាក់មកខ្លាំងគឺគេបហូរតាមបន្លាយទឹកចោលអត់មានឲ្យទឹកហ្នឹងដក់នៅក្នុងស្រែដើម្បីលិចខ្ទឹមហ្នឹងទេខ្ទឹមសនៅពេលដែលយើងដាំលិចវានឹងរលួយគឺវាមិនអាចលូតលាស់បានទេគឺនៅក្នុងប្រទេសកូរ៉េគឺប្រើរយៈពេលរហូតដល់ទៅ7ខែឯនោះទើបអាចប្រមូលផលបានប៉ុន្តែចំពោះនៅកម្ពុជាយើងវិញយើងប្រើខ្ទង់រយៈពេល4ខែទេអាចប្រមូលផលបានហើយចំពោះការដាំខ្ទឹមសនៅក្នុងប្រទេសកូរ៉េនេះក៏ពូជខុសពីកម្ពុជាឬក៏វៀតណាមដែរនៅតំបន់អាស៊ីយើងគឺនៅតំបន់វៀតណាមកម្ពុជាយើងគឺជាប្រភេទខ្ទឹមសទុនប៉ុន្តែនៅក្នុងប្រទេសកូរ៉េនេះវិញគេដាំប្រភេទខ្ទឹមសរឹងពូជខ្ទឹមសរឹងនេះគឺវាធន់ជាមួយនឹងអាកាសធាតុត្រជាក់ខ្លាំងអញ្ចឹងការដាំខ្ទឹមសនៅក្នុងប្រទេសកម្ពុជាយើងគឺជាប្រភេទខ្ទឹមសទុនពូជប្រភេទនេះយើងអាចរកមើលនៅក្នុងប្រទេសវៀតណាមបានឬក៏បងប្អូនអាចជ្រើសរើសយកគ្រាប់ពូជដែលបងប្អូនទិញពីផ្សារហ្នឹងយកទៅបណ្ដុះសាកមើលទៅពីព្រោះនៅក្នុងប្រទេសកូរ៉េនេះគ្រាប់ពូជដែលចម្រាញ់យកមកដាំហើយនឹងគ្រាប់ពូជដែលលក់ចេញហ្នឹងគឺជាប្រភេទខ្ទឹមសតែមួយទេហើយចំពោះការជ្រើសរើសដីសម្រាប់ដាំវិញនៅក្នុងប្រទេសកូរ៉េដាំស្ទើរតែគ្រប់សន្តានដីតែម្ដងប៉ុន្តែបញ្ហានៅពេលដែលប្រមូលផលនៅពេលដែលយើងជ្រើសរើសដីដែលមានដីល្បាប់ច្រើនដីស្អិតច្រើនគឺការប្រមូលផលហ្នឹងពិបាកមែនទែនគឺវាស្អិតជាប់ខ្លាំងប៉ុន្តែចំពោះដីដែលរាងខ្សាច់វាងាយស្រួលក្នុងការប្រមូលផលចំពោះការប្រើប្រាស់ជីវិញយើងអាចប្រើប្រាស់ជាលាមកសត្វឬក៏ជាប្រភេទជីធម្មជាតិដើម្បីឲ្យខ្ទឹមនឹងលូតលាស់ល្អបើបងប្អូនគាំទ្រដល់ការផលិតវីដេអូបែបនេះជួយ share វីដេអូម្នាក់មួយផង